ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube ខ្ញុំទៀតហើយណាហើយថ្ងៃនេះផងដែរគឺខ្ញុំមកចែករំលែកពីរបៀបនៃការឆុងកាហ្វេទឹកដោះគោឲ្យមានជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាតោះទៅមើលជាមួយខ្ញុំជាដំបូងគឺខ្ញុំធ្វើការវាស់ទឹកដោះគោខាប់ហើយទឹកដោះគោខាប់នេះគឺខ្ញុំប្រើទឹកដោះគោខាប់ក្បាលគោដែរហ្នឹងបងប្អូនវាស់វា 30ml ចាក់ចូលកែវហ្នឹងមកហើយបន្តមកទៀតបងប្អូនធ្វើការវាស់ទឹកកាហ្វេមកសម្រាប់ទឹកកាហ្វេនេះគឺខ្ញុំវាយយក 60ml ដោយសារកែវខ្ញុំទូលបងប្អូននេះគឺជាគ្រាន់ជាការថតឲ្យបងប្អូនមើលសម្រាប់ខ្ញុំឆុងរាល់ថ្ងៃគឺខ្ញុំមិនបាច់ចាំវាស់ក៏បានដែរដោយសារតែខ្ញុំចាំដែរអញ្ចឹងបងប្អូនចង់ធ្វើឲ្យមានជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមខ្ញុំបានហើយកាហ្វេរបស់យើងគឺបានរួចរាល់ហើយនេះអ្នកទាំងអស់គ្នាហើយកន្លែងនេះគឺអធិស្ឋានផងបងប្អូនដោយសារតែកន្លែងទូទឹកកកហើយនឹងចាក់ទឹកដោះគោស្រស់ដូចគឺខ្ញុំដាច់វីដេអូគឺវីដេអូនេះដាច់ហ្នឹងហើយអ្នកទាំងអស់គ្នាបើសិនជាអ្នកមានពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងណានៅលើនេះក៏បាននៅក្រោមនេះក៏បានដែរតែមានសញ្ញាកណ្ដឹងហើយនឹងមានអក្សរខ្មែរថាជីវហ្នឹងបងប្អូនកុំភ្លេចជីវខ្ញុំម្នាក់មួយផងណាបាយបាយ